បាទសួស្តីពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាកន្លងមកខ្ញុំទទួលបានសំណួរពីពុកម៉ែបងប្អូនច្រើនមែនទែនតែថ្ងៃនេះខ្ញុំជ្រើសរើសយក3សំណួរដើម្បីឆ្លើយតបដើម្បីជំរាបជាព័ត៌មានទៅពុកម៉ែបងប្អូនបាទសំណួរទី1នោះគាត់សួរថាតើ Tractor John Deere Model 50 75E អាចធ្វើការងារអីបានខ្លះបាទឬក៏ប្រើនៅក្នុងស្ថានភាពការងារអីចម្លើយនេះគឺ Tractor John Deere Model 50 75E កម្លាំង75សេះគឺប្រើទៅលើការងារចម្ការដូចជាចម្ការដលងចម្ការកស៊ូចម្ការពោតចម្ការអំពៅអីជាដើមហើយបើសម្រាប់ស្រែគឺយើងប្រើបានដូចគ្នាទៅលើការអូសទាញខ្លាំងនិងបំពាក់ឧបករណ៍ធ្ងន់អីជាដើមបាទសំណួរទី2គាត់សួរថាតើប្រព័ន្ធពងមុខ MFWD របស់ Tractor John Deere នឹងមានអត្ថប្រយោជន៍អីខ្លះបាទសម្រាប់ប្រព័ន្ធពងមុខរបស់ Tractor John Deere នេះគឺមានអត្ថប្រយោជន៍វាច្រើនទី1គឺជួយឲ្យការអូសទាញនឹងមានកម្លាំងទ្វេដងទី2ជួយឲ្យរក្សាលំនឹងនៅការល្អិលរបស់ Tractor ហ្នឹងកុំឲ្យល្អិលពេកទី3គឺជួយកុំឲ្យ Tractor យើងជាប់ផុងទី4គឺជួយឲ្យការបើកបរមានល្បឿនរៀងលឿនហើយទី5គឺជួយមិនសំចៃជាងមុនសំណួរទី3នោះក៏សួរថាតើគ្រឿងបន្លាស់និងការថែទាំពិបាកអត់បាទចម្លើយគឺអត់ពិបាកទេដោយសារយើងមានបងជាងដែលសហការជាមួយក្រុមហ៊ុនហើយនឹងយើងមានជាងចល័តរបស់ក្រុមហ៊ុនបាទយើងមានគ្រឿងបន្លាស់គ្រប់គ្រាន់ហើយពាក់ព័ន្ធនឹងសេវាកម្មពាក់ព័ន្ធនឹងគុណភាពនៃការជួសជុលផ្លាស់ប្ដូរផ្សេងៗគឺស្តង់ដាររបស់ក្រុមហ៊ុនតែម្ដងអញ្ចឹងបើសិនពុកម៉ែបងប្អូនមានតម្រូវការចង់បាន Tractor John Deere យកទៅប្រើប្រាស់អាច comment នៅខាងក្រោមឬក៏តាក់ទងមកខ្ញុំបាទផ្ទាល់ក៏បានសូមអរគុណសូមជម្រាបលា Tractor John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia